សូមក្រឡេកមើលទស្សនភាពដ៏គួរឲ្យរន្ធត់នេះមិនមែនជាឈុតឆាកនៅក្នុងខ្សែភាពយន្ត Hollywood នោះទេប៉ុន្តែវាជាមហាចំនួនទឹកភ្លៀងពិតប្រាកដដែលកំពុងវាយប្រហារយ៉ាងសាហាវនៅប្រទេសចិននិងបន្តប្រទេសជាច្រើនជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាយើងផងដែរឲ្យតែមានភ្លៀងធ្លាក់គឺដឹងតែលិចលង់ភ្លាមៗក្នុងកម្រិតបំផ្លិចបំផ្លាញដែលមនុស្សជាតិមិនដែលធ្លាប់ជួបប្រទះពីមុនមកវាមិនមែនជាការចែកដន្យតាមរដូវកាលធម្មតានោះទេប៉ុន្តែវិទ្យាសាស្ត្របានរកឃើញថាភពផែនដីរបស់យើងកំពុងតែប្រែប្រួលទៅជាដុំស្ពតស្រូបទឹកដ៏មហិមាតើមានអ្វីកើតឡើងពិតប្រាកដចំពោះបរិយាកាសផែនដីហេតុអ្វីបានជាមហាចំនួនទឹកភ្លៀងកើតឡើងញឹកញាប់និងបំផ្លិចបំផ្លាញខ្លាំងម្ល៉េះនារយៈពេលចុងក្រោយនេះចំណេះដឹង3នាទីនឹងធ្វើការបកស្រាយឲ្យស៊ីជម្រៅនៅក្នុងវីដេអូនេះដើម្បីយល់ពីបាតុភូតដ៏គួរឲ្យភ័យខ្លាចនេះយើងត្រូវមកដឹងពីអាថ៌កំបាំងវិទ្យាសាស្ត្រនិងការប្រែប្រួលធំៗចំនួន3ចំណុចដែលកំពុងកើតឡើងនៅជុំវិញខ្លួនយើងចំណុចទី1ឥទ្ធិពលដុំស្ពតឬ The Spong Effect បច្ចុប្បន្នភពផែនដីរបស់យើងកំពុងតែក្តៅឡើងជាលំដាប់ព្រោះតែការបំភាយឧស្ម័នផ្ទះកញ្ចក់និងការប្រែប្រួលអាកាសធាតុតាមច្បាប់រូបវិទ្យាខ្យល់ដែលមានសីតុណ្ហភាពក្តៅមានសមត្ថភាពអាចស្រូបនិងរក្សាសំណើមឬចំណាយទឹកបានច្រើនជាងខ្យល់ត្រជាក់អ្នកវិទ្យាសាស្ត្របានគណនាឃើញថារាល់ពេលដែលសីតុណ្ហភាពផែនដីកើនតែ1អង្សាបរិយាកាសអាចទប់ចំហាយទឹកបានច្រើនជាងមុនរហូតទៅដល់ 7% សាកស្រមៃមើលថាបរិយាកាសផែនដីដូចជាដុំស្ពតអញ្ចឹងវាបាននឹងកំពុងបឺតជញ្ជក់យកសំណើមនិងទឹកពីមហាសមុទ្រទៅរក្សាទុកនៅលើមេឃកាន់តែច្រើនឡើងក្នុងទម្រង់ជាពពកហើយនៅពេលដែលដុំស្ពតបរិយាកាសនេះវាស្រូបទឹករហូតបានហួសចំណុះនិងរក្សាទុកទឹកលេងជាប់វានឹងចាក់ស្រោចទឹកភ្លៀងទាំងអស់នោះចុះមកវិញជារលកទឹកដល់ជក់ចិត្តក្នុងបរិមាណទឹកដ៏ច្រើនមហិមាដែលបង្កជាចំនួនទឹកលិចលង់ភ្លាមៗត្រឹមតែមួយពពេចភ្នែកចំណុចទី2ពពកយក្សដើរយឺតឬអណ្តែតត្រង់មួយកន្លែងឬហៅថា Stalling Storm កាលពីមុននៅពេលដែលមានមេឃភ្លៀងខ្យល់បក់នឹងនាំពពកព្យុះទាំងនោះឲ្យរំកិលនិងផ្លាស់ទីកន្លែងផ្សេងៗយ៉ាងលឿនធ្វើឲ្យរបាយទឹកភ្លៀងត្រូវបែងចែកទៅតាមតំបន់នីមួយៗប៉ុន្តែបច្ចុប្បន្នដោយសារតែកម្ដៅផែនដីធ្វើឲ្យចរន្តខ្យល់ពិភពលោកមានភាពច្របូកច្របល់ពពកព្យុះយក្សទាំងនោះចាប់ផ្ដើមដើរយឺតឬអណ្ដែតនៅត្រឹងមួយកន្លែងមិនព្រមទៅណាឡើយបាតុភូតនេះបង្ខំឲ្យពពកចាក់ទឹកភ្លៀងរាប់រយមីលីម៉ែត្រមកលើតំបន់ដដែលរាប់ម៉ោងឬរាប់ថ្ងៃមិនព្រមឈប់ឧទាហរណ៍ជាក់ស្ដែងយើងតែងតែឃើញមានភ្លៀងធ្លាក់លិចនៅតែក្នុងក្រុងឬលិចតែខេត្តមួយចំណែកឯខេត្តនៅក្បែរខាងនោះមានភ្លៀងសំបីតែមួយដំណោះស្ថានភាពបែបនេះមិនថាប្រព័ន្ធលូក្នុងក្រុងឬទំនប់ធម្មជាតិមាំទាំកម្រិតណាក៏ដោយក៏មិនអាចទ្រាំទ្រនឹងទម្ងន់ទឹកដែលធ្លាក់មកបុកចំចំណុចតែមួយបែបនេះបានដែរចំណុចទី3កម្ដៅមហាសមុទ្រឥន្ធនៈនៃបិសាចព្យុះមហាសមុទ្រដែលជាប្រភពដើមនៃការផ្ដល់កំណើតឲ្យទឹកភ្លៀងក៏កំពុងតែក្តៅខ្លាំងក៏មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិទឹកសមុទ្រដែលមានសីតុណ្ហភាពក្តៅគឺជាឥន្ធនៈដ៏មានឥទ្ធិពលបំផុតសម្រាប់បង្កើតនិងពង្រីកកម្លាំងព្យុះវារុញឲ្យព្យុះដែលកើតឡើងមានកម្លាំងកាន់តែសាហាវបឺតយកទឹកបានកាន់តែច្រើននិងបង្កជាគ្រោះមហន្តរាយទឹកជំនន់លឿនរហ័សឬស្លាកផ្លោតនៅពេលវាបោកបក់មកដល់ដីគោកធម្មជាតិកំពុងតែផ្ញើសារព្រមានយើងថាអ្វីៗគ្រប់យ៉ាងដែលមនុស្សជាតិបានបំផ្លាញទៅលើបរិស្ថានវាកំពុងតែត្រឡប់មកកែខៃជារលកទឹកជំនន់បោកបក់មកលើជីវិតរស់នៅរបស់យើងវិញហើយចំនួនទឹកភ្លៀងញឹកញាប់និងខ្លាំងនៅពេលនេះមិនមែនជារឿងចែកដន្យតាមរដូវកាលធម្មតាទៀតឡើយប៉ុន្តែវាជាលទ្ធផលពិតប្រាកដនៃបម្រែបម្រួលអាកាសធាតុដែលមនុស្សគ្រប់គ្នាត្រូវរួបរวมគ្នាដោះស្រាយនិងយកចិត្តទុកដាក់យកសម្រាប់បងប្អូនវិញនៅក្នុងតំបន់ដែលអ្នកកំពុងរស់នៅតើមានការលិចលង់ខ្លាំងដែរឬទេនាពេលរដូវភ្លៀងនេះចូលរួមបញ្ចេញមតិនៅខាងក្រោមដើម្បីចែករំលែកព័ត៌មានដល់ចូលចិត្តវីដេអូបែបចំណេះដឹងនិងអាថ៌កំបាំងបែបនេះកុំភ្លេចចុច like និង subscribe channel របស់យើងម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយសូមអរគុណ